នួរដែលគាត់បានសួរមកនេះគឺវាអត់សមហេតុផលអីសោះហ្មងដូចគាត់សួរថាពណ៌ក្រហមឆ្ងាញ់អត់ចឹងឬមួយក៏ថ្ងៃអាទិត្យពណ៌អីវាជាសំណួរដែលថាអត់សមហេតុផលដែលត្រូវនឹងសួរហ្មងខ្ញុំដឹងថាគាត់មិនមែនសួរមែនតែនទេគាត់និយាយនឹងគឺគ្រាន់តែជាការនិយាយឌឺទេប៉ុន្តែខៃឡូមានអ្នកខ្លះពិតជាអត់ដឹងមែនទុកឲ្យខ្ញុំអ្នកប្រាប់ SMP វាគ្រាន់តែជាពាក្យកាត់ទេពាក្យពេញវាគឺ survival multiplayer និយាយទៅឲ្យតែ server survival ហើយទៅមានគ្នាចាប់ពី2នាក់ឡើងទៅគឺជា server SMP ហើយចំណែកឯ server មាន crystal ឬមួយក៏អត់មាន claim land មាន shop មានអីឬមួយក៏អត់ហ្នឹងអាហ្នឹងវាគឺជាការសម្រេចចិត្តរបស់ owner ទេអ្នកខ្លះគាត់ចូលចិត្តលេង server បែបកាប់ដាវសុទ្ធអ្នកខ្លះគាត់ចូលចិត្តលេង server បែប claim land ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចង់ទុកអ្វីដែលជារបស់ Minecraft ស្រាប់ខ្ញុំមិនចង់ដូរវាច្រើនទេចឹងហើយបើជាខ្ញុំនិយាយថាបើសិនជាអ្នកទាំងអស់គ្នាចង់លេង server dinosaur តតែអ្នកទាំងអស់គ្នាចេះលេង survival បើសិនជាអ្នកទាំងអស់គ្នាអត់ចេះលេង server survival ទេចឹងបើសិនជាគេហត់យើងត្រូវដើរហើយនៅក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំកម្រហៅអ្នកទាំងអស់គ្នាចូលលេង server មែនតើដោយសារខ្ញុំដឹងថា server វាពិបាកលេងអ្នកខ្លះតតែមាន claim land ហើយនឹងមាន shop បានគាត់ចេះលេងប៉ុន្តែ server dino វាអត់មានទេ